របៀបបង្កើតវីដេអូដោយប្រើសំឡេង AI ដោយយើងមិនចាំបាច់បញ្ចេញមុខឲ្យគេឃើញមុខយើងទេសំខាន់គឺយើងឲ្យ AI និយាយអ្វីតាមដែលយើងទៅសេសំខាន់គឺបងប្អូនចេះប្រើជាមួយនឹងសំឡេង AI នេះឲ្យត្រូវជាមួយនឹងសាច់រឿងរបស់ពុកម៉ែបងប្អូនចង់បង្កើតជាក់ស្ដែងគឺបងប្អូនជួយមកឲ្យពុកម៉ែបងប្អូនមើលជាមួយនឹង content ឬក៏វីដេអូនៅក្នុង YouTube មួយនេះដូចជាវីដេអូនេះគឺខ្ញុំគិតថាបងប្អូនភាគច្រើនគឺគាត់មានវ័យចាប់ពី45ឡើងរហូតដល់60ឆ្នាំ70ឆ្នាំគឺមានន័យថាគាត់ចាប់ផ្ដើមស្ដាប់នៅជាមួយនឹងមេរៀននេះហើយវីដេអូនេះឃើញថាគាត់ធ្វើគឺគាត់ប្រើជាមួយនឹងសំឡេង AI គាត់អត់បានបញ្ចេញមុខទេបងប្អូនមិនជឿគឺបងប្អូនអាចធ្វើការ search នៅក្នុង YouTube បានសំខាន់គឺគាត់ប្រើតែចុចតែទូរស័ព្ទនិងកុំព្យូទ័រទេសំខាន់គឺមុខគាត់គឺគាត់អត់បានបញ្ចេញទេហើយគាត់អាចធ្វើការរកលុយបានធម្មតាចឹងឧទាហរណ៍ថាបងប្អូនចាក់ស្ដាប់មើលសំឡេងរៀងរាល់លើកដែលបានជជែកជាមួយលោកតាលោកយាយអំពីសុខភាពគឺជាសេចក្តីរីករាយដ៏ធំអូខេអញ្ចឹងសំឡេងនេះបងប្អូនមិនមែនជាសំឡេងរបស់មនុស្សទេគឺសំឡេង AI អញ្ចឹងបងប្អូនក៏អាចធ្វើសំឡេងបែបនេះបានហើយបងប្អូនអាចធ្វើការកាត់តទៅដើម្បីផុសរកលុយនៅក្នុង YouTube អញ្ចឹងកុំខាត់ពេកគឺខ្ញុំទៅបង្ហាញចែកពុកម៉ែបងប្អូនតែម្ដងទៅរបៀបក្នុងការយកសំឡេង AI បែបហ្នឹងហើយបងប្អូនអាចធ្វើការសរសេរប្រាប់មួយមកឧទាហរណ៍ថាយើងចូល Chat GPT បើសិនជាបងប្អូនអត់ទាន់មានអត្ថបទណាមួយជួយបងប្អូនចូល Chat GPT មកអូខេមកដល់កន្លែងនេះគឺបងប្អូនសរសេរប្រាប់មកឧទាហរណ៍ថាធ្វើយ៉ាងដូចម្ដេចទើបមានសុខភាពល្អនៅវ័យ50ឆ្នាំអូខេអញ្ចឹងនេះគឺជាគំនិតមួយឬក៏ជា idea មួយដែលបងប្អូនអាចសរសេរជាអ្វីដែលបងប្អូនចង់ឲ្យ AI បង្កើតមកហើយយើងយក text នេះទៅ copy ទៅដាក់នៅក្នុង Google ដើម្បីធ្វើការ generate text នេះទៅជាសំឡេងចុះបងប្អូនចុច search មកអូខេអញ្ចឹងបងប្អូនឃើញថា Chat GPT នេះគឺវាបានប្រាប់យើងរួចហើយចឹងបងប្អូនរងចាំឲ្យវាដើរអស់ទៅដូចជាមាន10ចំណុចពុកម៉ែបងប្អូនអញ្ចឹងបងប្អូនចាំមើលថាវាបានប្រហែលចំណុចអូខេប៉ុណ្ណឹងឧទាហរណ៍ថាបងប្អូនមកប៉ុណ្ណេះហើយគឺបងប្អូនចាប់ផ្ដើមយកអត្ថបទនេះទៅ copy ចូលនៅក្នុង Google Chrome អញ្ចឹងយើង select លើវាអ្នកចុចជ្រុងនេះមក copy មកអូខេអញ្ចឹងបងប្អូនថយអស់មកអូខេហើយបងប្អូនចូល Google Chromeអូខេមកដល់ Google Chrome គឺកន្លែងនេះគឺបងប្អូនវាយតាមខ្ញុំមកគឺខ្ញុំថយសិនបងប្អូនវាយខ្ញុំ clear ចោលអស់សិនអូខេចាំមកដល់នេះគឺបងប្អូនវាយថា speed មកអូខេ speed មកនេះវាយទៅប៉ុណ្ណេះមកអូខេអញ្ចឹង speed មកនេះគឺតួនាទីរបស់វាគឺវាធ្វើការបំលែងអត្ថបទរបស់យើងទៅជាសំឡេង AI អញ្ចឹងអូខេចាំបងប្អូនជួយលើវាមកអូខេអញ្ចឹងមកដល់កន្លែងនេះគឺបងប្អូនឃើញចាប់អារម្មណ៍វាបន្តិចដោយសារតែកន្លែងនេះគឺវាបានតែ2000អក្សរទេ2000 character ទេអញ្ចឹងធ្វើម៉េចបើសិនជាអត្ថបទយើងច្រើនហើយយើងចង់បានសំឡេងហ្នឹងគឺច្រើននាទីដើម្បីផុសចូលនៅក្នុង YouTube អូខេអញ្ចឹងកន្លែងនេះគឺបងប្អូនចុចផាសមកអញ្ចឹងយើង copy ពី Chat GPT មិញគឺយើងធ្វើការផាសនៅកន្លែងនេះអូខេអញ្ចឹងបងប្អូនឃើញទេនេះ2000អូខេ2000 character អក្សរនេះគឺ
vì ban tại nè ban là một con của mùi rồi 55 ទេអញ្ចឹងយើងនៅសល់ច្រើនទៀតអញ្ចឹងបើសិនជាបងប្អូនចង់បន្ថែមបន្ថយទៀតគឺបងប្អូនបន្ថែមមកឲ្យបាន10អីទៅឲ្យបានច្រើននាទីអញ្ចឹងនេះលក្ខខណ្ឌរបស់វាគឺបានតែ2000 character អក្សរទេអញ្ចឹងយើងលុបមកយើងលុបនេះចេញដោយសារតែនេះយើងអត់ត្រូវការទេយើងអាចទៅសេបានទៀតអូខេអញ្ចឹងយើងដាក់មកកន្លែងនេះគឺបងប្អូនចង់បន្ថែមបន្ថយខ្លួនឯងក៏បានអូខេអញ្ចឹងយើងបានប៉ុណ្ណេះហើយគឺបងប្អូនឃើញប៉ុណ្ណេះគឺបងប្អូនយកលេខនៅកន្លែងនេះបងប្អូនវាយមក9 5 6 6 2អូខេចឹងមកប៉ុណ្ណេះហើយគឺបងប្អូនធ្វើមិនទៀតនៅសមមកលក្ខទៀតណាចឹងបងប្អូនចាក់នេះមកគឺបងប្អូនឃើញមាន speed វាបងប្អូនចង់ឲ្យបានសំឡេងវែងឬក៏សំឡេងលឿនគឺបងប្អូនបន្ថយនៅកន្លែងនេះតាចាំមកសំឡេងលឿនខ្លាំងគឺបងប្អូនយកលើស 100% ទៅអូខេអញ្ចឹងយើងមកប៉ុណ្ណេះហើយគឺបងប្អូនមើលនៅកន្លែងនេះជាបងប្អូនចង់បានភាសាអីសម្រាប់ឲ្យនិយាយជាឧទាហរណ៍ថាខ្ញុំរើសជាមួយភាសាខ្មែរនេះអញ្ចឹងភាសាខ្មែរតួអង្គរបស់យើងគឺមានតែ2ទេមានពិសិដ្ឋនិងស្រីមុំអញ្ចឹងមានស្រីនិងប្រុសជាស្រីគឺបងប្អូនយកប្រុសមកអូខេអញ្ចឹងអត្ថបទរបស់យើងគឺត្រូវបាននិយាយជាភាសាខ្មែរដោយប្រើជាមួយនឹងមនុស្សប្រុសអូខេអញ្ចឹងបានប៉ុណ្ណេះហើយគឺបងប្អូនចុច generate មកនេះ generate នៅកន្លែងនេះហើយបងប្អូនរងចាំវា process ឲ្យចប់អូខេអញ្ចឹងបានហើយបងប្អូនឃើញមាន file ជាច្រើនដែលខ្ញុំបាន generate ប៉ុន្តែខ្ញុំធ្វើបង្ហាញចែកបងប្អូនទៅដល់ណាបាត់មិញអូខេអូយោ generate នេះជាអត់ឃើញបងប្អូនជុំជានៅ file នេះខ្ញុំសុំមើលសិនដោយសារតែវាបាំងជាមួយណា contact នេះអូខេចេញចុច open មកអូខេចឹងយើងមើល file មួយ គុំនៅតែគិតផ្ដេសផ្ដាសតែត្រូវខ្លាយជាអ្នកអនុវត្ត មិនមែនចូលបងប្អូនចាំបន្តិច5ការមិនជឿឲ្យសត្រូវរួចផុត តើបងប្អូនរត់ឃើញបងប្អូនអាចធ្វើការ generate ម្ដងទៀតខ្ញុំយក selection ហើយយើងផាសមាញ់ទៀតមកមាញ់ដោយសារតែយើង refresh ទេដោយសារអញ្ចឹងវារត់តាណាអត់ឃើញអញ្ចឹងបងប្អូនអាចធ្វើការសាកម្ដងទៀតអូខេអញ្ចឹងយើងវាលេខធម្មតាមក4 5 6 4 5អូខេអញ្ចឹងកន្លែងភាសានេះគឺបងប្អូនយកខ្មែរមក
បងប្អូនចាំតិចវាលោតពាណិជ្ជកម្មអូខេតែយើងយកខ្មែរមកអូខេបានប៉ុណ្ណេះហើយគឺបងប្អូនវាយលេខនេះហើយបងប្អូន generate ភាសាតែមាញ់យើងធ្វើការ refresh អញ្ចឹងវាបាត់ទៅអញ្ចឹងយើងរត់ឃើញចាំបងប្អូនអាចធ្វើការ generate ម្ដងទៀតទៅសម្រាប់ពុកម៉ែបងប្អូនដែលមានជាមួយនឹងប្រភេទអត្ថបទវិញវែងបងប្អូនអាចធ្វើការ generate ជាប្រភេទដំណាក់កាលទៅមួយដំណាក់កាលដើម្បីបានអត្ថបទឬក៏បានសំឡេងនឹងវែងដើម្បីផុសចូលនៅក្នុង YouTube អូខេ successful នេះចាំបងប្អូនចុច play មើលនេះនៅវ័យ50ឡើងទៅសុខភាព នេះអូខេឃើញហើយចាំបងប្អូនចុច download មកអូខេ save មកអញ្ចឹង file នេះគឺស្ថិតនៅក្នុងម៉ោង 2 អញ្ចឹងយើងបងប្អូនអាចធ្វើការ save ទៅកាន់ទីតាំងផ្សេងទៀតក៏បានដែរណាចាំមកប៉ុណ្ណេះហើយគឺបងប្អូនទៅរករូបភាពមួយដើម្បីកាត់តអូខេឧទាហរណ៍ថាយើងយកចេះមួយចុះខ្ញុំបង្ហាញពីបងប្អូនកាត់តតែម្ដងទៅ healthy peopleអូខេបងប្អូនចាំបងប្អូនស្រឡាញ់ប្រភេទអត្ថបទឬក៏បែបនេះណាអូខេជាងឧទាហរណ៍បងប្អូនលេងជាមួយនឹងប្រភេទអត្ថបទបែបនេះហើយបងប្អូនចង់បានជាមួយនឹងរូបភាពនេះគឺបងប្អូនចុច down មកអូខេចឹងបងប្អូនដាក់ slide show 2 3មកនេះអូខេជាងឧទាហរណ៍ថាបាន3ប៉ុណ្ណេះចឹងបងប្អូនចូលកម្មវិធីកាត់តមកអូខេចូលកម្មវិធីកាត់តគឺបងប្អូនទៅយកជាមួយនឹងរូបភាពដែលពុកម៉ែបងប្អូនបានដោតយើងធ្វើការ select យកវាមកចាំបងប្អូនលេខ3 4រូបភាពនេះចឹងអ្វីដែលយើងត្រូវធ្វើបន្ទាប់ទៀតគឺការបញ្ចូលសំឡេងចឹងសំឡេងរបស់យើងគឺយើងអត់ធ្វើការបញ្ចូលដោយផ្ទាល់ទេយើងយកសំឡេងដែលយើងប្រើ AI ឲ្យ generate ឲ្យយើងមិញហ្នឹងជាងចុចលើសំឡេងមកអូខេចាំបងប្អូនជ្រើស file យើងទៅយកសំឡេងដែលទើបតែ generate មិញអូខេនេះគឺម៉ោង 2 នេះមួយនេះមិញនៅវ័យ50ឡើងទៅនេះចឹងអត្ថបទជាងវែងយើងអូសឲ្យវែងចេះមកអានេះស៊ីសងពុកម៉ែបងប្អូនធ្វើការច្នៃកាត់តទេអូខេអញ្ចឹងវាបាន2នាទីដែរពុកម៉ែបងប្អូនអូខេចឹងបើសិនជាបងប្អូនចង់បានច្រើននាទីគឺបងប្អូន generate ជាដំណាក់កាលវាទៅមានថាយើង copy script នៅកន្លែងមាញ់គឺ copy
ម្ដង generate ម្ដងហើយលើក្រោយ generate ម្ដងទៀតហើយយកសំឡេងនឹងបូកចូលគ្នាមកកាត់តកន្លែងនេះទៅ នៅវ័យ50ឡើងទៅសុខភាពកាន់តែសំខាន់ហើយតម្រូវឲ្យយើងផ្លាស់ប្ដូររបបរស់នៅឲ្យសមរម្យជាមួយអាយុដូច្នេះដើម្បីរក្សាសុខភាពល្អនៅវ័យនេះអ្នកគួរតែអនុវត្តរបៀបរស់នៅដូចខាងក្រោម អូខេបងប្អូនឃើញទេចាំមកប៉ុណ្ណេះហើយបងប្អូន generate វាមកហើយបងប្អូនយកច្បាស់បន្តិចមកអូខេកម្រិតនេះគឺការ generate គឺអាក្រមនេះគឺបងប្អូនអាចយកចាប់ពី19ឡើងមកដល់30ជាងកាន់តែច្បាស់កាន់តែល្អចាំបងប្អូន generate មកហើយបងប្អូនធ្វើការរងចាំឲ្យពេញទៅហើយបងប្អូនអាចធ្វើការយកវីដេអូនេះទៅ upload នៅក្នុង YouTube channel របស់ពុកម៉ែបងប្អូនបានហើយដោយមិនជាប់ copyright នោះទេអូខេចឹងបងប្អូនរងចាំឲ្យដំណើរការពេញហើយបងប្អូនយកទៅ upload ទៅហើយវីដេអូនេះគឺខ្ញុំបង្ហាញចែកពុកម៉ែបងប្អូនតែប៉ុណ្ណេះទេក្នុងរបៀបក្នុងការយកសំឡេង AI មកធ្វើជារបស់យើងសម្រាប់ upload នៅក្នុង YouTube channel របស់យើងដើម្បីរកលុយអរគុណអ្នកនរគ្នាវីដេអូនេះគឺជួបគ្នានៅវីដេអូក្រោយទៀតហើយបើសិនជាបងប្អូនមានចម្ងល់ទាក់ទងជាមួយនឹងការ generate វីដេអូដែលប្រើសំឡេង AI អាចធ្វើការ comment នៅខាងក្រោមបាន